ai thua dương bạt bòn hốt đòn ở dụ chỉ vật của mình trâmแต่มวยប្រព្រឹត្តភ្នែកត្រឹមតែមួយវិនាទីអាចធ្វើឲ្យយើងមានវិបដិសារីស្ដាយក្រោយណាញាតិរាល់បងប្អូនកូនក្មួយអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ញាតិយោមដែលធ្វើដំណើរចេញពីទីកន្លែងមួយទៅទីកន្លែងមួយអ្នកណាដែលគិតថាដែលដឹងថាត្រូវមានគ្រោះថ្នាក់បុត្រចឹងខណៈពេលដែលធ្វើដំណើរញាតិយោមយើងត្រូវប្រុងប្រយ័ត្នណាយោមណាសតិស្មារតីហ្នឹងគឺប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនជានិច្ចក៏បីដឹងថាយើងកំពុងតែធ្វើដំណើរដៃកំពុងតែកាន់ចង្កូតឡាដៃកំពុងតែកាន់ចង្កូតម៉ូតូកុំធ្វើប្រហែសឲ្យសោះញាតិយោមបងប្អូនកូនក្មួយក៏កុំធ្វើប្រហែសក្នុងការធ្វើដំណើរទោះបីជាយើងជំនាញក្នុងការបើកបរអីយ៉ាងណាក៏ដោយសូមកុំឲ្យធ្វើប្រហែសត្រូវមានស្មារតីតាំងមាំជានិច្ចក្នុងការបើកបរគ្រោះថ្នាក់មើលមិនឃើញទេញាតិយោមបងប្អូនប្រុសស្រីកូនក្មួយប្រុសស្រីទាំងអស់គ្នាគ្រោះថ្នាក់មើលមិនឃើញទេប៉ុន្តែពេលខ្លះយើងចេះតែគិតថាវាមិនអីទេខ្ញុំវាជំនាញបើក5ឆ្នាំ10ឆ្នាំមកហើយមិនដែលប៉ះពាល់អីដល់បងប្អូនលើដងផ្លូវម្ដងណាទេមិនប៉ះពាល់វាល្អហើយប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នតទៅទៀតត្រូវមានស្មារតីខ្ជាប់ខ្ជួនក្នុងការបើកបរតទៅទៀតកុំធ្វើប្រហែសគ្រោះថ្នាក់តែមួយប្រព្រឹត្តភ្នែកណាញាតិយោមកូនក្មួយកូនចៅប្រុសស្រីអាចធ្វើឲ្យយើងបាត់បង់ត្រឹមតែមួយប្រព្រឹត្តភ្នែកអាចធ្វើឲ្យយើងបាត់បង់រហូតដល់អាយុជីវិតក៏មានអានឹងអញ្ចឹងណាទេញាតិយោមអាចធ្វើឲ្យយើងបាត់បង់រហូតដល់អាយុជីវិតក៏មានត្រឹមតែមួយប្រព្រឹត្តភ្នែកត្រឹមតែមួយវិនាទីអាចធ្វើឲ្យយើងមានវិបដិសារីស្ដាយក្រោយណាញាតិយោមរាល់បងប្អូនកូនក្មួយអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ញាតិយោមដែលធ្វើដំណើរចេញពីទីកន្លែងមួយទៅទីកន្លែងមួយអ្នកណាដែលគិតថាដែលដឹងថាត្រូវមានគ្រោះថ្នាក់បុត្រត្រូវគ្រោះថ្នាក់ដួលម៉ូតូដួលអីឬក៏ប៉ះពាល់គ្នាមុនមានអ្នកណាដឹងមុនទេអត់ទេបើសិនជាមានអ្នកដឹងមុនម្លោះអីមិនបើកទេម្លោះអីមិនទៅទេអានឹងអញ្ចឹងទេញាតិយោមអញ្ចឹងយើងសួរថាអ្នកណាបងប្អូនណាដែលដឹងថាខ្ញុំធ្វើដំណើរទៅត្រូវមានគ្រោះថ្នាក់ប៉ះពាល់ម៉ូតូប៉ះពាល់ឡានបាក់ដៃបាក់ជើងបែកក្បាលឬក៏បាត់បង់អាយុជីវិតអីសួរមើលថាតើបងប្អូនណាដែលដឹងមុនអត់មានអ្នកដឹងមុនទេសុទ្ធតែមានការជឿជាក់លើខ្លួនឯងថាខ្ញុំមិនអីទេខ្ញុំមិនអីទេលើដងផ្លូវនេះខ្ញុំកាន់ចង្កូតម៉ូតូចង្កូតឡាននឹងវា4-10ឆ្នាំមកហើយយើងវាសុទ្ធតែគិតថាវាមិនអីណាទេលើដងផ្លូវបើយើងដឹងថាវាអីមុនហ្នឹងគ្មានអ្នកណាទៅទេទាំងបងប្អូនកូនក្មួយទាំងញាតិញោមទាំងអាត្មាអីមានអ្នកណាទៅចង់ជួបប៉ុន្តែសុទ្ធតែអត់ដឹងទាំងអស់អត់ដឹងមុនទាំងអស់ហើយវាត្រូវគ្រោះថ្នាក់កើតឡើងខ្លះក៏
ត្រឹមតែប៉ះពាល់ខូចខាតសម្ភារៈណាដូចជាម៉ូតូដូចជាឡានខ្លះក៏ត្រឹមតែរលាត់ដៃជើងអីបន្តិចបន្តួចណាខ្លះនោះដល់រហូតដល់បាក់ដៃបាក់ជើងណាបែកក្បាលណាមិនតែប៉ុណ្ណោះមានបងប្អូនកូនក្មួយយើងខ្លះទៀតរហូតដល់បាត់បង់អាយុជីវិតនឹងអញ្ចឹងទេដោយសារអីដោយសារតែកើតឡើងដោយខ្វះការប្រុងប្រយ័ត្ននឹងខ្វះការប្រុងប្រយ័ត្នពេលខ្លះយើងប្រុងប្រយ័ត្នប៉ុន្តែអ្នកបើកបរនៅគៀកកិតចិត្តខាងយើងគាត់អត់ប្រុងប្រយ័ត្នអានឹងអញ្ចឹងថ្មលើកឡើងត្រង់ចំណុចនេះគឺថាសូមឲ្យបងប្អូនទាំងអស់កូនក្មួយទាំងអស់ញាតិញោមទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវគឺសូមឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាមានស្មារតីតាំងមាំក្នុងការបើកបរទាំងអស់គ្នាណាត្រូវដឹងថាដៃខ្ញុំកំពុងតែកាន់ចង្កូតឡាណាចង្កូតម៉ូតូណាញោមណាកំពុងតែកាន់ដៃម៉ូតូណាហ្គាម៉ូតូណាឲ្យដឹងថាដៃណាកាន់ហ្គាដៃណាកាន់ហ្វ្រាំងណាជើងណាចង្កឹះលេខជើងណាជន់ហ្វ្រាំងសម្រាប់បងប្អូនកូនក្មួយអ្នកជិះម៉ូតូត្រូវប្រុងប្រយ័ត្នណាហើយញាតិញោមបងប្អូនកូនក្មួយដែលបើករថយន្តហ្នឹងក៏អញ្ចឹងណាដៃហ្នឹងត្រូវប្រុងប្រយ័ត្នចង្កូតឡានអីអត់មានធ្វេសប្រហែសណាអាត្មាច្រើននឹងសង្កេតមើលញាតិញោមពេលខ្លះទីមុនទៅនេះទៅនោះជាមួយនឹងអ្នកបើកបររថយន្តតាក់ស៊ីអីយ៉ាងណាច្រើនសង្កេតមើលបើមិនចឹងទេធ្វើដំណើរតាមឡានជាមួយនឹងញាតិញោមប្រុសស្រីបងប្អូនកូនក្មួយមួយចំនួនហ្នឹងតែនឹងសង្កេតមើលការកាន់ចង្កូតឡានរបស់គាត់ការកាន់ចង្កូតឡានគេសិតតែមានរបៀបកាន់គេសិតតែបង្ហាត់បង្រៀនពីរបៀបកាន់របៀបគ្រប់គ្រងណាហានិភ័យកើតឡើងអីប៉ុន្តែពេលខ្លះឃើញបងប្អូនយើងកូនក្មួយយើងញាតិញោមយើងហាក់បីដូចជាខ្វះការប្រុងប្រយ័ត្នកូតឡានហ្នឹងពេលខ្លះអាងតឡានវាចង្កូតវានឹងអីចឹងទៅបលែងណាទៅរត់មកវាវយើងទៅបានកាន់ចង្កូតវិញក៏មានហ្នឹងហើយបើមិនចឹងទេកាន់ដៃមួយអីចឹងទៅកាន់ដៃមួយបើថាឡានសន្សំរត់តិចយើងកាន់ដៃមួយវាមិនជាបញ្ហាទេប៉ុន្តែបើរត់ត្រឹម60ណាកងតួ50ឡើង60ឡើង70ឡើង80ឡើងនេះឃើញកាន់ដៃមួយអីស្មើស្រាវខ្លួនណាយិតណាស្រាវណាបើសិនជាមានករណីណាមួយឧទាហរណ៍ថាណាមានបញ្ហាកង់អីកើតឡើងយើងមិនទៅចាំបាច់ថាទៅប៉ះពៀនអ្នកណាមួយដែលនៅពីខាងមុខយើងទេបើសិនជាមានករណីថាមានបញ្ហាកង់កើតឡើងតើយើងគ្រប់គ្រងស្ថានភាពយ៉ាងម៉េចណាមិនរេជាកូតឡានធ្លាក់ព្រែកធ្លាក់បន្លាយធ្លាក់ផ្លូវមិនរេជាកូតឡានហ្នឹងទៅបុកគេទៅហើយទេអាហ្នឹងវាសុទ្ធតែជាបញ្ហាដែរហើយកើតរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងដោយសារតែយើងគិតថាវាមិនអីហ្នឹងណាញាតិញោមយើងគិតថាវាមិនអីហ្នឹងណាគិតថាមិនអីទេខ្ញុំវាជំនាញហើយណាកាន់ចង្កូតឡាន5ឆ្នាំ10ឆ្នាំ20ឆ្នាំហើយហ្នឹងអញ្ចឹងណាយើងត្រូវប្រុងប្រយ័ត្នណាយល់ណាបងប្អូនកូនក្មួយញាតិញោមប្រុសស្រីដែលកាន់ចង្កូតឡានធ្វើដំណើរទៅមករាល់ថ្ងៃក្តីអីយ៉ាងណាញាតិញោមប្រុសស្រីបងប្អូនកូនក្មួយដែលធ្វើដំណើរតាមម៉ូតូអីយ៉ាងណាពេលខ្លះញាតិញោមជាឪពុកជាម្ដាយដែលកំពុងស្ដាប់អាត្មាជឿថាពេលនេះស្មើនេះណាកូនក្មួយយើងអ្នកបើកបរម៉ូតូដូចច្រើនគាត់មិនសូវជាបានស្ដាប់ទេណាគាត់យល់ពីច្បាប់ចរាចរណ៍តែមិនមែនថាគាត់យល់ទេប៉ុន្តែពេលខ្លះយើងយល់យើងដឹងប៉ុន្តែយើងខ្វះការប្រុងប្រយ័ត្នអាគ្រោះថ្នាក់វាកើតឡើងដោយសារការខ្វះការប្រុងប្រយ័ត្នហ្នឹងឯងអញ្ចឹងណាញោមណាអញ្ចឹងយើង
មុននឹងកូនក្មួយអីធ្វើដំណើរចេញតណាតណីអីហ្នឹងយើងជាឪពុកជាម្ដាយជាតាជាយាយអីយើងប្រាប់គាត់ណាយល់ណាប្រាប់គាត់ទៅបញ្ញស្មារតីគាត់ឲ្យប្រុងប្រយ័ត្នគ្រោះថ្នាក់តែមួយប្រព្រឹត្តភ្នែកអាចធ្វើឲ្យយើងបាត់បង់រហូតដល់អាយុជីវិតបាត់បង់អាយុជីវិតអ្នកកព្រីណាបាត់បង់អាយុជីវិតលើដងផ្លូវនេះច្រើនណាស់ញាតិញោមណាអញ្ចឹងយើងប្រុងប្រយ័ត្នណាទៅណាញាតិញោមប្រុសស្រីពុទ្ធបរិស័ទទាំងអស់គ្នាក៏អនុគ្រោះឲ្យគ្នាលើដងផ្លូវហ្នឹងកុំប្រជែងចង់ឈ្នះចង់ចាញ់គ្នាលើដងផ្លូវអីញាតិញោមអាត្មាធ្លាប់ធ្វើដំណើរតាមរថយន្តពីក្រុងទៅខ្មៅមកខាងកោះធំម្ដងណាធ្វើដំណើរចឹងទៅមានបងប្រុសម្នាក់ហ្នឹងគាត់ជិះម៉ូតូជិះវ៉ាប្រជែងជាមួយឡានគេហ្នឹងឃើញណាថាឡានគេវាកង់4ឡានគេកង់4ហើយឡានខ្លះម៉ាស៊ីន4ឡានខ្លះម៉ាស៊ីន6ឡានខ្លះម៉ាស៊ីន8ណាហើយយើងម៉ូតូកង់2កង់តូចតែមួយកង់ប៉ុនកដៃ2តូចតែមួយហើយយើងចង់វ៉ាចង់ប្រជែងជាមួយឡានគេចង់ឈ្នះចង់ចាញ់លើដងផ្លូវយត់យកមើលឡានគេចន់វ៉ាវគេទៅផុតឯងម៉ូតូរោងោងចុះងោងឡើងវ៉ាជែងចុះវ៉ាជែងឡើងដួលប្រើនៅដងផ្លូវណានៅផ្លូវទួលកសាំងយើងកន្លងមកយត់យកអាត្មាធ្វើដំណើរពីក្រុងទៅខ្មៅមកឃើញទេឃើញវ៉ាជែងគ្នាហ្នឹងលទ្ធផលឡានគេទៅបាត់ឯងទេដេកស្ដោកស្ដឹងនៅលើដងផ្លូវណាហើយម្ដាយនោះឪពុកនោះប្រពន្ធនេះនោះកូននេះនោះទន្ទឹងចាំមើលផ្លូវណាទន្ទឹងចាំមើលផ្លូវណាគ្រោះថ្នាក់មើលមិនឃើញទេញាតិញោមប្រុសស្រីពុទ្ធបរិស័ទបងប្អូនកូនក្មួយទាំងអស់គ្នាអញ្ចឹងហើយបានថាការធ្វើដំណើរតាមដងផ្លូវយើងកុំគិតថាមិនអីយើងគិតថាយើងជំនាញហើយខ្ញុំច្បាស់ហើយរឿងម៉ូតូរឿងឡានយើងវាជំនាញប៉ុន្តែអ្នកនៅជុំវិញយើងវាអត់ជំនាញហ្នឹងក៏ជាហេតុនាំឲ្យយើងមានបញ្ហាដែរអញ្ចឹងអាត្មាលើកឡើងនេះគឺចង់ឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពលើដងផ្លូវទាំងអស់គ្នាបងណាហ្នឹងហើយកុំអោយមានគ្រោះថ្នាក់អីលើដងផ្លូវអីប៉ុន្តែមួយរយៈពេលនេះអាត្មាសង្កេតមើលដែរលើដងផ្លូវហាក់បីដូចជាមិនសូវមានបញ្ហាឬគ្រោះថ្នាក់ចរាចរណ៍អីប៉ុន្មានទេយត់ដោយសារតែបងប្អូនកូនក្មួយយើងគាត់យល់ច្បាស់អំពីច្បាប់ចរាចរណ៍នឹងបានត្រឹមត្រូវហើយមួយទៀតគាត់មានការប្រុងប្រយ័ត្នក្នុងការបើកបរនឹងបានល្អប្រសើរហើយមួយទៀតគឺគាត់មានការយោគយល់អនុគ្រោះដល់គ្នានឹងគ្នាក្នុងការធ្វើដំណើរលើដងផ្លូវហ្នឹងពេលដែលយើងមានគ្រប់ចំណុចទាំងអស់ហ្នឹងគឺការធ្វើដំណើររបស់យើងគឺសុខសាន្តហើយញាតិញោមសុខសាន្តអញ្ចឹងលើកឡើងប៉ុណ្ណេះញាតិញោមតើតើនឹងការធ្វើដំណើរតាមដងផ្លូវអីហ្នឹងយ៉ាងណាហើយសូមចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទជាឪពុកជាម្ដាយម្ដងហើយម្ដងទៀតថាអ្វីត្បិតតែកូនយើងក្មួយយើងចៅយើងអត់បានស្ដាប់ការលើកឡើងរបស់ខ្ញុំគណៈអាត្មាអីយ៉ាងណាឬក៏តកតងនឹងច្បាប់ចរាចរណ៍អីយ៉ាងណាញាតិញោមយើងជួយណែនាំគាត់បញ្ជាក់បន្ថែមឲ្យតទៅទៀតអញ្ចឹងទៅណាញោមណាដើម្បីសុខសុវត្ថិភាពកូនយើងចៅយើងទៀតកូនយើងចៅយើងទាំងអស់គ្នា